ជួបជាមួយខ្ញុំទៀតហើយថ្ងៃនេះផងដែរខ្ញុំនឹងធ្វើការនិយាយតាក់ទងជាមួយនឹង GPO តើ GPO នឹងជាអ្វីហើយគេប្រើវាដើម្បីអ្វីហើយនេះគឺជាចម្លើយដែលខ្ញុំបានបកប្រែជាភាសាខ្មែរឲ្យគ្នាយើងតែវាជាមុខងារមួយក្នុង Windows Server ដែលអនុញ្ញាតឲ្យយើងគ្រប់គ្រងការអ្នកប្រើប្រាស់និងក៏កុំព្យូទ័រក្នុង Active Directory របស់យើងហើយចំណុចទី2នឹងខ្ញុំនឹងនិយាយតាក់ទងជាមួយនឹងអ្វីទៅជា Starter GPO ដែលនេះគឺជាចម្លើយរបស់ខ្ញុំអាចនិយាយថា Starter GPO ហ្នឹងគឺជា template សម្រាប់ GPO ថ្មីមួយដែលគេប្រើវាសម្រាប់តាក់ទងជាមួយនឹងការកំណត់ hexadecimal រចនាសម្ព័ន្ធនៅក្នុង organization របស់យើងហើយឥឡូវមកខាត់ពេលយូរព្រោះថាខ្ញុំបានតម្លាក់អីដែលសំខាន់នៅក្នុងហ្នឹងហើយអញ្ចឹងខ្ញុំសូមចូលទៅខាង Windows Server របស់យើងតែម្ដងទៅអូខេហើយនៅពេលដែលយើងចូលមកដំបូងគឺយើងចូលទៅកាន់ server របស់យើងនៅពេលដែលយើង wipe password រួចហើយវានឹងload នៅ server manager ឲ្យយើងហ្នឹងគឺវា load ឲ្យ auto វាអត់មានបញ្ហាអីអ្នកនរគ្នាអាចចុចបិទវាបានតែអីដែលសំខាន់គឺយើងត្រូវចូលទៅកាន់ MMC ព្រោះថាវាជាអីដែលយើងចាំបាច់នៅសម្រាប់ការ add តាក់ទងជាមួយនឹងpolicy manager របស់យើងដែលខ្ញុំធ្វើការ add ទាក់ទងមួយក្រុម policy Active Directory និង DNS ដែលអ្នកនរគ្នាអាចរកវានៅក្នុងនឹងបានពេលអញ្ចឹងយើងចុចនៅពេលដែលយើងស្វែងរកពាក្យទាំងអស់នឹងឃើញអីដែលយើងចង់ add នឹងឃើញចុចពាក្យថា add ហើយយើងចុចពាក្យថា OK សម្រាប់ខ្ញុំដោយសារខ្ញុំបាន add ហើយអញ្ចឹងហើយខ្ញុំកាន់ចុចពាក្យ cancel វិញដោយសារនេះគាត់ជាអីដែលខ្ញុំធ្វើផានអ្នកនរគ្នាទេហើយបន្តមកទៀតនៅពេលដែលយើង add បានហើយយើងអាចចូលមកកាន់តាក់ទងជាមួយនឹងdomain របស់យើងឃើញថានៅកន្លែង forest តែវាជា local host របស់ខ្ញុំហ្នឹងគឺយើងឃើញថាដំបូងគឺវាផ្សេងមកទម្រង់បែបហ្នឹងគឺទម្រង់បែបមាន domain មាន site មានអីទាំងអញ្ចឹងចំណុចដែលយើងត្រូវចូលបន្ទាប់ហ្នឹងគឺយើងចូលទៅកាន់តាក់ទងជាមួយនឹងdomain ព្រោះថានៅក្នុង domain host Active Directory របស់យើងមានតាក់ទងជាមួយនឹង organization ហើយ organization UPP ដែលខ្ញុំនឹងធ្វើការបង្កើតនៅតាក់ទងជាមួយនឹង starter GPO 3មុនសិនមុននឹងខ្ញុំបង្កើតនៅ group policy ហើយនិយាយថានេះគឺជាវីដេអូ part 1របស់ខ្ញុំនឹងធ្វើជាវីដេអូ part 2តាក់ទងជាមួយនឹងការកើត group policy ឥឡូវខ្ញុំចូលចុចនៅពេលដែលយើងចូលទៅដល់ហ្នឹងគឺយើងនឹងធ្វើចុចពាក្យទៅលើ group policy ហើយចុចពាក្យថា mouse ស្ដាំទៅយើងជួបពាក្យថា create ហើយនៅពេលហ្នឹងយើងដាក់ឈ្មោះនោះតើយើងចង់បង្កើត group policy starter policy ហ្នឹង group starter GPO policy ហ្នឹងគឺដើម្បីគេដែរអញ្ចឹងយើងដាក់ឈ្មោះមួយដើម្បីឲ្យស្រួលចំណាំគឺយើងដាក់តាក់ទងជាមួយនឹងអីដែលយើងចង់កំណត់ហើយតាក់ទងជាមួយនឹង comment យើង note ដើម្បីឲ្យយើងស្រួលចាំថាយើងបង្កើតគ្រប់ហ្នឹងដើម្បីធ្វើអីតែថាបង្កើត starter មួយហ្នឹងដើម្បីធ្វើអីដែលខ្ញុំបង្កើត name របស់ខ្ញុំគឺ starter GPO basic security ព្រោះតែខ្ញុំចង់ដាក់វាតាក់ទងជាមួយនឹង security password មានអីអញ្ចឹងទៅនៅពេលដែលយើង login ចូលអញ្ចឹងហើយខ្ញុំក៏ដាក់សរសេរ comment ដែលនឹងបញ្ជាក់តាក់ទងជាមួយនឹងដាក់ថា include password ហើយនឹងinclude password តាក់ទងជាមួយនឹង lock screen ហើយនឹង user right អញ្ចឹងនៅពេលយើងបង្កើតប៉ុណ្ណឹងគឺយើងបង្កើតហើយអញ្ចឹងយើងអាច edit វាភ្លាមៗក៏បានឬក៏បង្កើតមួយទៀតក៏បានដែរព្រោះតែខ្ញុំបង្កើត3អញ្ចឹងខ្ញុំបង្កើតវាឲ្យអស់តែម្ដងទៅមុនបន្តមកខ្ញុំចូលទៅ edit វាតែម្ដងទៅអ្នកទាំងអស់គ្នាអាចនឹងឃើញលក្ខណៈ cursor របស់ខ្ញុំវារៀងតាក់ឬមួយក៏ load ហុកទៅនេះហុកទៅនោះព្រោះថាតាមពិតទៅ computer របស់ខ្ញុំក៏រៀងពេញ memory អីដែរអញ្ចឹងទៅវាធ្វើឲ្យពេលដែលខ្ញុំបើកម៉ាស៊ីន server មកគឺ computer គឺវាទៅលក្ខណៈថាវារៀងគាំងយកតែម្ដងព្រោះថាវាចង់ពេញដែរទី2គឺខ្ញុំឥឡូវចូលមករបស់យើងវិញទី2ខ្ញុំតាក់ទងជាមួយនឹង desktop lock and starter ទី3ហ្នឹងគឺតាក់ទងជាមួយនឹង network configuration អញ្ចឹងខ្ញុំដាក់ឈ្មោះវាហើយអូខេសរសេរ command មួយដើម្បីចំណាំឬមួយក៏ប្រាប់ទៅកាន់ user ដែលយើងត្រូវការ add គាត់ចូលទៅក្នុង starter GPO មួយហ្នឹងអញ្ចឹងណាអូខេតាក់ទងជាមួយនឹងproxy តាក់ទងជាមួយនឹង firewall អញ្ចឹងអូខេ
ចឹងបន្តមកទៀតនឹងធ្វើការ edit color តើតជាមួយនឹង basic security យើងមុនថាយើងនឹងនិយាយវាតើតជាមួយនឹងអីខ្លះយើងកំណត់ឲ្យវាអាចធ្វើអីបានខ្លះអញ្ចឹងយើងចូលពាក្យថា edit ហើយតើតជាមួយនឹង basic security ហ្នឹងខ្ញុំនឹងធ្វើការកំណត់ទៅលើlock down user តើតជាមួយ disable task manager block control panel និង block register access អញ្ចឹងយើងត្រូវកំណត់តើតជាមួយនឹង user configuration ហើយអ្នកទាំងអស់គ្នាអាចមើលបន្តតាមអីដែលខ្ញុំបានបង្ហាញនៅខាងលើ screen ហ្នឹងទៅថានៅពេលអញ្ចឹងហើយយើងពេលដែលយើងចូលមកដល់ setting យើងជ្រើសរើសពាក្យថា system នៅពេលដែលយើងចូលមកកាន់ពាក្យថា system យើងនឹងឃើញវាលោតបន្តទៀតតទៅជាមួយនឹង control alt delete option ដែលយើង double click ទៅលើ remove tab manager ហើយនឹង click ពាក្យថា enable ហើយ click OK ឥឡូវយើងរកពាក្យថាទៅជាមួយនឹង remove task manager អូខេពេលដែលយើង click ទៅលើវាទៅយើងយកពាក្យថា enable អ្នកទាំងអស់គ្នាឃើញយើង slow តិចហើយព្រោះថាខ្ញុំនិយាយទៅវានិយាយតាមបែបធម្មតាតែកុំព្យូទ័រហ្នឹងគឺវាដោយសារតែវាគាំងអញ្ចឹងវាអាចនឹងធ្វើឲ្យការនិយាយនិងការបង្ហាញនៅលើ screen ហ្នឹងវាអត់ដូចគ្នាទេវាអត់ស្មើគ្នាអញ្ចឹងយើងចុចពាក្យថា apply ហើយនឹង click OK អញ្ចឹងយើងបានកំណត់ទាក់ទងជាមួយនឹង disable task manager មួយអញ្ចឹងទាក់ទងសល់ទាក់ទងជាមួយនឹង block control panel ហើយនឹង block register access អញ្ចឹងឥឡូវយើងចេញទៅមករកតាក់ទងជាមួយនឹងចេញមកក្រៅវិញតាក់ទងជាមួយនឹង block control panel យើងត្រូវចូលជាមួយនឹង user configuration administrative control panel អូខេពេលដែលយើងចូលមកដល់ control panel យើង double click ទៅលើ prohibition access to control panel and PC setting អ្នកទាំងអស់គ្នាអាចនឹងឃើញខ្ញុំមិញ select លើ personalize តែតាមពិតទៅគឺយើងត្រូវ select ទៅយករកពាក្យថា prohibition access to control panel អ្នកទាំងអស់គ្នាហើយយើងបន្តមកយើងចុចពាក្យថា enable and ចុចពាក្យថា apply ហើយនឹង select ថា OK អ្នកទាំងអស់គ្នាឃើញ cursor ខ្ញុំមកថាគឺអូសទៅអត់ទៅឃើញទេវានៅពេលដែល memory យើងពេញចិត្តពេញគឺ instance server យើងគឺការដាល់របស់វាក៏លែង smooth ដែរគឺធ្វើយើងតាក់ទៅអញ្ចឹងឯងអញ្ចឹងហើយបើសិនជាមើលទៅវីដេអូមិនសូវ smooth អីសូមអភ័យទោសព្រោះថាខ្ញុំក៏អត់ចង់អញ្ចឹងដែរអូខេហើយបន្តមកទៀតគឺយើងចូលទៅកាន់យើងនឹងធ្វើការកំណត់ទាក់ទងជាមួយនឹង block register access អូខេយើងត្រូវស្វែងរកពាក្យថាទាក់ទងជាមួយនឹងprevent access to registering edition tool ហើយយើងចុចពាក្យថា enable ហើយ apply OK ដូចគ្នាអញ្ចឹងការ apply នៅទាក់ទងជាមួយនឹង policy ផ្សេងនៅសម្រាប់ status វាមានអីពិបាកអ្នកនរគ្នាឃើញនេះគឺគ្រាន់តែយើងចូលទៅរកកន្លែង setting របស់វាហើយយករកអីដែលយើងចង់កំណត់អីដែលយើងចង់បើកឲ្យវាដំណើរការឬក៏មិនដំណើរការគឺទៅតាមអីដែលអ្នកនរគ្នាចង់កំណត់ឯងអញ្ចឹងខ្ញុំសូមកន្លែងហ្នឹងសូមធ្វើរៀងលឿនតិចហើយអូខេឥឡូវយើងចូលមកដល់តទៅជាមួយ desktop lock គឺខ្ញុំកំណត់តទៅ wallpaper ហើយនឹង auto lock របស់វាដែលយើងបន្ទាប់ពីយើងចូលដល់ edit ហើយយើងរកពាក្យថា user configuration ហើយស្វែងរកពាក្យថា personalize បន្ទាប់មកនោះយើងស្វែងរកពាក្យថា screen save timeout អញ្ចឹងយើង enable វាមកអូខេដល់ពេលដែលយើង enable វាហើយយើងចុចពាក្យថា apply គឺ select អូខេហើយនៅមួយទៀតគឺទាក់ទងជាមួយនឹង auto lock ហ្នឹងគឺយើងស្វែងរកពាក្យថា
password protect the screen saver អញ្ចឹងយើងចុចទៅលើនឹងដូចគ្នាហើយនឹង enable ពីថា enable ហើយនឹង apply ឥឡូវយើងឃើញថាការapply របស់យើងបានជោគជ័យព្រោះថាវា enable ឲ្យអញ្ចឹងតើតោះជាមួយទី3តើតោះជាមួយ network configuration ដែល starter មួយហ្នឹងខ្ញុំនឹងកំណត់តើតោះជាមួយនឹង network and network connection ហើយខ្ញុំគ្រាន់តែចង់ដើម្បីរក្សានៅ proxy network drive ក៏ firewall អីហ្នឹងឲ្យវានៅលក្ខណៈនៅធម្មតាដដែល keep it default អូខេអញ្ចឹងដើម្បីកំណត់តើតើជាមួយនឹង Windows firewall អញ្ចឹងយើងត្រូវចូលមិញហ្នឹងយើងត្រូវចូលតើតើជាមួយនឹង domain សិននេះព្រោះថាបើយើងកំណត់អត់ចូលក្នុង domain យើងកំណត់ខាងក្រៅនេះគឺយើងអត់មានបានទេព្រោះថានេះតើតើជាមួយនឹងIPsec អញ្ចឹងយើងកំណត់ឡើងបានទេតែអីដែលសំខាន់យើងអាចចូលទៅកាន់តើតើជាមួយនឹង domain យើងក្នុងពេលយើងចូលទៅ domain យើងនឹងឃើញពីថាWindows Defend Firewall ហ្នឹងឯងនេះគឺជាវីដេអូដែលខ្ញុំបានចូលទៅកាន់ Windows Defend Firewall ហើយពូតែខ្ញុំបានដាក់ឲ្យមើលព្រោះថាវានៅជាប់នឹងវីដេអូខាងមុខដែលខ្ញុំបានកាត់ទៅវាលក្ខណៈថាអត់ស្មើគ្នាល្អណាស់បងប្អូនហើយឥឡូវការ